Tả sức đây bông con từng ở cái này ngày nắng mà mờ đầm là ca này ca đo mà sân chành nè lại dương đo mà sân dương thơ nôm thơ ấy hai ở đó vẽ dương đo mà sân chành nhá đo mà sân làm bay liền làm bay sầm ạt vì hay bị thi xa đại dương đo lươn cái dương thử mua sợi cành co vì nắng môn kề mua sợi co vì nắng phụ tha sợi co nắng miên pí dương mua vì tầng son khang màu hay vì chỉ tình nịch đại nhôm tài đó mà sân cứ đó lươn khăng màn tén tầng ởនេះអាចមើលតាមការឃើញជាក់ស្ដែងបានយើងមួលដៃទាំងសងខាងមកព្រោះថាការខ្ញុំចូលដំបូងក៏ខ្ញុំអត់សូវចេះដែរបន្ទាប់មកខ្ចៅបើវាអាខាងក្រោមយើងនឹងគឺមាន3អញ្ចឹងយើងព្យាយាមដោះអាត្រង់នឹងដែរព្រោះថាខ្ចៅតែ3នឹងទេម៉ាស៊ីនយើងត្រង់នឹងគឺមានតែ3នឹងទេដែរសំខាន់សម្រាប់បងអូនទាំងអស់គ្នាខ្ចៅនឹងយើងទុកដាក់ឲ្យស្រួលបួលព្រោះថាវាងាយនឹងបាត់ហើយវាតូចខ្លាំងមែនតែនបន្ទាប់មកយើងដោះ snowll អានេះ snowll ខាងលើគេបោះហ្នឹងហើយយើងមូលអាតិចវាសងខាងនេះមូលចេញខាងក្រៅណាយ៉ាប់ច្រឡំថាមូលចូលហ្នឹងមូលចេញទាំងពីរយើងមូលវាល្មមមកយើងទាញវាឡើងមកលើខាងក្នុងហ្នឹងគឺមាន snowll មួយទៀតណាកន្លែងខ្ញុំលូកដៃចូលហ្នឹងខាងហ្នឹងមាន snowll កលឹះខាងក្នុងមួយទៀតណាវានិយាយទៅនេះ snowll ហ្នឹងសម្រាប់មូលស្ដាយយើងគោះវាអស់សម្រាប់ដាក់វាទាញវាចេញមកក្នុងហ្នឹងគឺនៅមានស្ដាយណាស្ដាយដែលយើងធ្វើហើយនិយាយថាយើងចាប់នំចាប់អែតអស់អញ្ចឹងយើងតម្លាក់វាមកខំអត់អស់ទេវានៅមានក្នុងហ្នឹងអញ្ចឹងយើងត្រូវបានស្ដាយហ្នឹងយកទៅដាក់ក្នុងចានកធុនដើម្បីទុកវាដើម្បីទុកលាយថ្ងៃស្អែកគឺយើងធ្វើទៀតថាហ្នឹងគឺវាស្អាតហើយយើងយកដាក់ហ្នឹងគឺយកទៅត្រាំទឹកសិនយើងអាចលាងភ្លាមៗយើងលាងភ្លាមៗក៏បានដែរគ្រាន់ថាបើយើងលាងភ្លាមៗទៅគឺវាដូចថាមានជាតិខ្លាញ់ហើយវាអត់សូវរីកខ្លាញ់អត់សូវរីកម៉ាស៊ីនហ្នឹងណាម៉ាស៊ីនអត់សូវរីកម្សៅតោះយើងមកមើលដំណើរការនិយាយថាដំណើរការគឺអាចមើលតាមនឹងបានព្រោះថាពេលខ្លះខ្ញុំរៀបរាប់វាអត់ត្រូវដូចយើងមើលឃើញផ្ទាល់ទេហើយសម្រាប់កន្លែងដោះនេះកន្លែងហ្នឹងគឺមានកលឹះវាលេខ1និងលេខ2ត្រង់ហ្នឹងណាបើយើងទាញវាមកចំកលឹះលេខ1គឺយើងដកចេញហើយតែបើយើងបវាយចំកលឹះលេខ2គឺអត់ត្រូវទេនិយាយទៅដំណើរការរបស់វាគឺមានតាមកលៈនីមួយរបស់វាដូចដែលបានឃើញអញ្ចឹងណាហើយត្រង់ហ្នឹងគឺប្រយ័ត្នដែរនេះត្រង់នេះយើងដោះ snowll វាចេញណាបងអូនអាចមើលទៅតាមដំណើរការហ្នឹងបានព្រោះថាការងារហ្នឹងណាអ្នកដែលថាគាត់មកចំផ្នែកនំដូចជានំម៉ាស៊ីនហ្នឹងវាថាជំនាន់ក្រោយខ្ញុំជឿជាក់ថាជំនាន់ទៅមុខទៀតតកែលែងឲ្យចាប់ដៃហីតកែអាចនឹងឲ្យធ្វើការនៅកន្លែងដែលថាម៉ាស៊ីនគេមានពុំយកម្រាំងណាគេអត់ដូចខ្ញុំចាប់នឹងដៃហីព្រោះថាចាប់នឹងដៃយើងស្រែតូចស្រែធំបានតាមចិត្តព្រោះកន្លែងតកែខ្ញុំនេះគឺគាត់ធ្វើ45ឆ្នាំមកហើយគាត់ប្រើតែម៉ាស៊ីនហ្នឹងហើយម៉ាស៊ីនហ្នឹងគឺនិយាយថាលក្ខណៈដូចថាម៉ាស៊ីនគោលមកអញ្ចឹងណាព្រោះអ្នកសេរីតកែខ្ញុំគឺគេដូរហើយគេដូរប្រើម៉ាស៊ីនពុំអស់ហើយគេលែងប្រើម៉ាស៊ីនបែបហ្នឹងហើយសម្រាប់អ្នកដែលគាត់មកចំផ្នែកនំអីអាចមើលត្រួសបានខ្ញុំចងក្រងវីដេអូនេះទុកសម្រាប់បងប្អូនយើងជំនាន់ក្រោយសង្ឃឹមថានឹងមានពលករខ្មែរយើងគាត់ឡើងមកប៉ះផ្នែកនំឬថាគាត់ទៅមកថ្មីអីអាចនឹងមើលវីដេអូនេះបានឬក៏បងប្អូនយើងនៅខ្មែរក៏អាចទស្សនាវីដេអូនេះបានលេងដែរវាជាដូចថាជាបទពិសោធន៍មួយសម្រាប់ខ្ញុំគឺខ្ញុំធ្វើការនៅកន្លែងហ្នឹងយូរខ្លាំងមែនតែនប៉ុន្តែទៅតែនឹកឃើញថាចង់ក្រងជាវីដេអូទុកជាអនុស្សាវរីយ៍និងចង់បង្ហាញទៅកាន់បងប្អូនរបស់យើងដែលគាត់មកក្រោយណាគាត់អាចមើលវីដេអូនេះបានឬក៏បងប្អូននៅស្រុកមិនថានៅប្រទេសណាក៏អាចទស្សនាបានដែរហើយសម្រាប់ការនិយាយវាមិនល្អឥតខ្ចោះទេដោយសារតែពេលខ្លះយើងថាបញ្ចូលសលេងវាត្រូវនៅនឹងអត្ថបទខ្លះចឹងណា